ញងអ្នកទាំងអស់គ្នាយើងជួបគ្នាជាមួយនឹង admin កូនទៀតហើយនៅក្នុងរឿងរាជនីបោភាគទី12ចឹងកុំភ្លេចជួយចុច like ចុច subscribe ហើយក៏ចូលមក comment នៅក្រោមវីដេអូរបស់ admin ផងចឹងលើពួកយើងមកចូលសាច់រឿងរបស់យើងតែម្ដងទៅចឹងកាលពីពីមុនគឺគ្រប់គ្នាបានដឹងហើយថាយីរ៉ាំងមានការស្លុតខ្លាំងមែនទែនដោយសារតែបានឃើញថាគូហូមកបង្ហាញខ្លួននៅចំពោះមុខគាត់ដែលសំខាន់ការលេខមុខរបស់គាត់មកនៅពេលនេះគឺជាអ្នកមានមុខមាត់ទៀតដែលជាហេតុធ្វើឲ្យយីរ៉ាំងគឺថានិយាយមិនចេញទេហើយនៅក្នុងកំឡុងពេលដែលពួកគាត់ពិភាក្សាគ្នានឹងគឺយីរ៉ាំងមើលមុខគូហូរហូតលក្ខណៈថាពួកគាត់បាននិយាយគ្នាទេមើលតែភ្នែកគ្នាក៏ដឹងថាចង់និយាយថាមិនដែរដែលតាមរយៈខ្សែភ្នែករបស់យីរ៉ាំងនឹងគឺសួរទៅគូហូតែម្ដងថាគូហូមកបែបនេះចង់មានន័យថាម៉េចចង់មកបំផ្លាញផែនការរបស់គាត់មែនតែគូហូមើលមុខគាត់វិញដោយចង់ប្រាប់ថាកុំមកចេះដឹងរឿងគាត់គឺមានផែនការរបស់គាត់ហើយចឹងពួកគាត់ទៅពីនឹងគឺថាសម្លឹងមុខគ្នាទៅវិញទៅមកលក្ខណៈមានន័យជ្រៅតែម្ដងហើយបើទាំងអស់គ្នាឆ្ងល់ថាហេតុបានជាគូហូខ្លាចជាបែបនេះជើមានសូមរៀបរាប់ពីដំណើររឿងហើយចឹងកាលពីថ្ងៃមុនគឺគ្រប់គ្នាបានដឹងហើយថាម្ចាស់មូលនិធិជ័យគឺគាត់បានជួបជាមួយនឹងគូហូក៏បានជួយជីវិតរបស់គាត់ទៀតចឹងលោកតាក៏បានប្រាប់ទៅគូហូថាគាត់អាចជួយគូហូបានតែធៀបទៅលោកតាគឺបានតាមដានគូហូដូចគ្នាលេខារបស់គាត់នឹងក៏ជាមេធាវីហើយគាត់បានឲ្យលេខារបស់គាត់តាមដានគូហូមើលទៅគូហូគឺដូចជាមានបញ្ហាផ្ទាល់ខ្លួនគាត់ចេញចូលនៅទីស្នាក់ការមេធាវីញឹកខ្លាំងមែនទែនចឹងគាត់ក៏សម្រេចចិត្តប្រាប់ទៅគូហូថាមានរឿងអីគឺគាត់អាចជួយគូហូបានហើយចឹងដោយសារតែឱកាសមកដល់ហើយគូហូគឺមិនអាចឲ្យរំលងពីដៃទេគូហូក៏បានលុតជង្គង់នៅចំពោះមុខលោកតាហើយគាត់ក៏បានប្រាប់ទៅលោកតាថាគាត់ចង់សងសឹកខ្លាំងមែនទែនហើយចឹងដោយសារតែបែបនោះហើយទៅយើងបានឃើញវត្តមានគូហូនៅពេលនេះខណៈពេលដែលយីរ៉ាំងហើយនឹងគូហូគឺគាត់ព្យាយាមធ្វើខ្លួនធម្មតាដើម្បីកុំឲ្យគេចាប់អារម្មណ៍អញ្ចឹងចង់បញ្ជាក់ថាគម្រោងការមួយនេះគឺជាគម្រោងផែនការដែលធំខ្លាំងដោយសារតែត្រូវចំណាយប្រាក់ច្រើនហើយក៏ដោយសារតែមហាសេដ្ឋីព្រៃនេះគឺគាត់ចូលរួមទៀតអញ្ចឹងគ្រប់យ៉ាងគឺត្រូវតែធ្វើឲ្យអស្ចារ្យ perfect តែម្ដងហើយដើម្បីបានការចុះកុងត្រាពីមហាសេដ្ឋីព្រៃនៅពេលនេះគឺយើងឃើញថាការយកសុខគឺគាត់ព្យាយាមខ្លាំងមែនទែនហើយក៏ឃើញថាសិទ្ធិមួយនេះគឺផ្ដោតសំខាន់ទៅលើ AI ហើយក៏មានបច្ចេកវិទ្យាទំនើបជាច្រើនទៀតប៉ុន្តែអ្វីដែលគេត្រូវការគឺត្រូវការក្រុមហ៊ុនផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យានឹងមកចូលរួមជាមួយនឹងគ្នានៅពេលនេះគឺឃើញថាពួកគាត់ធ្វើការស្វែងស្វែងខ្លាំងមែនទែនគូហូគឺដឹងថាកាំងយូសូកំពុងតែដុតដៃដុតជើងគាត់គឺត្រូវទៅតាមឈឹបតែម្ដងចឹងនៅពេលដែលគេកំពុងតែប្រជុំពិភាក្សាគ្នានៅក្នុងសន្តាគារគូហូក៏បានទៅដល់សន្តាគារដែរនៅពេលដែលទៅដល់គឺគាត់ឃើញថាយីរ៉ាំងមានការគៀកកើយគ្នាជាមួយនឹងកាំងយូសូមើលទៅគឺដូចជាចិត្តស្និទ្ធគ្នាខ្លាំងមែនទែននៅពេលនោះគឺគាត់សឹងតែស្រែកហើយថាទាំងពីរនឹងចង់ធ្វើអីប៉ុន្តែគាត់នៅស្រែកបានមួយម៉ាត់នៅពេលដែលងាកទៅក៏ឃើញថាអ្នកផ្សេងទៀតនឹងក៏នៅក្នុងបន្ទប់ដែរមុននេះគឺគាត់ច្រឡំប្រច័ណ្ឌហើយយីរ៉ាំងនៅពេលនោះគឺថាគាត់ធ្វើមុខអន់ចិត្តតែម្ដងដោយសារតែការស្រែករបស់គាត់គឺអាចធ្វើឲ្យគេដឹងថាពួកគាត់ស្គាល់គ្នាហើយជាងគូហូគាត់ដឹងខ្លួនដែរគាត់ក៏បញ្ញាប់ដោះសារថាឥឡូវនេះគឺគាត់យកអាហារមកគិតថាគ្រប់គ្នាគឺប្រហែលជាហត់ហើយជាងគ្រប់គ្នាក៏គួរតែញ៉ាំអីដែរហើយចឹងឃើញថាគូហូនៅពេលនេះគឺដោះស្រាយរឿងក្តីបានមួយគ្រាហើយប៉ុន្តែក្រោយមកទៀតគាត់ក៏បានភ្លេចខ្លួនសម្លាប់យីរ៉ាំងទៀតហើយដោយសារតែយីរ៉ាំងគឺមើលទៅស្និទ្ធស្នាលជាមួយនឹងអ្នកផ្សេងទៀតខ្លាំងមែនទែនគាត់មានអារម្មណ៍ថាទៅចិត្តចឹងកៅភ្នែកនឹងគឺចេះតែដៀងមើលគេទេតែកាំងយូស៊ុបនឹងក៏មើលមកគូហូដូចគ្នាពីព្រោះគូហូគឺសម្លឹងទៅតែផ្នែកផ្សេងខណៈពេលដែលគាត់នឹងកំពុងតែរៀបរាប់បែបពពុះមាត់ហើយប៉ុន្តែគូហូគឺដូចជាអត់ចាប់អារម្មណ៍នៅអ្វីដែលគាត់និយាយសោះហើយចឹងដោយសារតែមានការទៅចិត្តជាមួយនឹងគូហូខ្លាំងពេកនៅពេលដែលបញ្ចប់ការងារយីរ៉ាំងក៏បាននិយាយថាឲ្យគ្រប់គ្នាទៅមុនទៅចាំគាត់ជាអ្នកជូនដំណើរដល់គូហូដោយសារតែគូហូគឺជាមនុស្សម្នាក់ដែលសំខាន់យើងត្រូវយកចិត្តបន្តិចហើយចឹងអ្នកផ្សេងទៀតនឹងក៏បញ្ញាប់បំបីផ្លូវគ្នាទៅទុកឲ្យយីរ៉ាំងជាអ្នកជូនដំណើរគូហូនៅពេលដែលគេចេញទៅអស់ទៅយីរ៉ាំងក៏សួរទៅគូហូតែម្ដងថាគិតមិនបានជាមកប្រឡូកនៅក្នុងវិស័យហ្នឹងចង់និយាយថាផែនការគឺគាត់ដាក់រួចអស់ហើយការដែលលេចមុខគូហូចេញមកហ្នឹងគឺវាក្រៅផែនការរបស់គាត់ហើយកំពុងតែចង់ធ្វើឲ្យផែនការរបស់គាត់រលីមែនប៉ុន្តែគូហូក៏បាននិយាយថាគាត់ក៏បានត្រៀមផែនការដូចគ្នាការដែលគាត់ឈរនៅត្រង់នេះបានគឺដោយសារតែលោកតាបានទទួលគាត់ធ្វើជាកូនចិញ្ចឹមហើយមានន័យថាគាត់នឹងអស់ចាជាងយីរ៉ាំងទៅទៀតចឹងយីរ៉ាំងបើសិនជាចង់ស្ដីឲ្យគាត់នៅពេលនេះទេគឺគួរតែគិតម្ដងទៀតហើយហើយយីរ៉ាំងនៅពេលនោះគឺថាគាត់មានការខ្លាញ់ខ្លាំងមែនទែនហើយគាត់ក៏ចង់សួរគូហូទៀតដែរប៉ុន្តែនៅពេលនោះឡានរបស់គូហូក៏បានមកដល់ចឹងគូហូក៏បាននិយាយថាបើចង់ដឹងរឿងផ្សេងទៀតចូលទៅក្នុងឡាននឹងទៅចាំគាត់រៀបរាប់ប្រាប់ទៀតប៉ុន្តែយីរ៉ាំងគឺមិនខ្ចីចូលទេគាត់សឹកចិត្តដើរទៅតែម្នាក់ឯងគាត់រអ៊ូប្រាប់ចែមតែម្ដងថាគូហូមកបែបនេះគឺមកបែបប្លែកលក្ខណៈថាមើលទៅមិនមែនដូចជាគូហូពីមុនទេសង្ស័យតែទៅលេបវីតាមីនទេឲ្យរាងកាយរបស់ខ្លួនឯងរឹងមាំនៅពេលដែលបានពាក់ឈុតធំបែបនេះទើបមើលទៅសង្ហាហើយដែលសំខាន់ទៀតធ្វើរឹកដង្កទៅចឹងគាត់រអ៊ូប្រាប់ចែមដែលធ្វើចែមឡើងអស់សំណើចហើយពីព្រោះពីរអ្នកនឹងគឺអត់ត្រូវគ្នាទេទាំងដែលការពិតទៅគឺបារម្ភពីគ្នាខ្លាំងមែនទែនហ
ហើយចឹងដោយសារតែយីរ៉ាំងគឺកំពុងតែស្ថិតនៅក្នុងការបន្លំខ្លួននៅពេលនេះគាត់ក៏មិនអាចទៅផ្ទះរបស់គាត់ដែរចឹងគាត់ក៏បានទៅផ្ទះคล้ายៗរបស់គាត់តែផ្ទះនេះគឺត្រូវបានតុបតែងឲ្យសមជាមួយនឹង style របស់យីរ៉ាំងខ្លាំងមែនទែនលក្ខណៈថា pink ពេញបន្ទប់តែម្ដងយីរ៉ាំងគាត់នឹកឃើញគឺគាត់ឡើងវិលមុខហើយចង់ក្អួតទៀតទោះជាគាត់ជាមនុស្សស្រីក៏ដោយប៉ុន្តែ style របស់គាត់គឺមិនមែន style pink បែបនេះទេប៉ុន្តែដើម្បីតាមឲ្យទាន់ trend ចឹងបន្ទប់បែបនេះគឺស័ក្តិសមជាមួយនឹងយីរ៉ាំងខ្លាំងដែល James គឺគាត់ខំធ្វើការតុបតែងជាមួយនឹងគ្នាគាត់ខ្លាំងមែនទែនកាន់តែបានលឺយីរ៉ាំងរអ៊ូនឹងគាត់ក៏កាន់តែសប្បាយចិត្តទៀតពីព្រោះយីរ៉ាំងគឺខ្វះអារម្មណ៍រ៉ូមែនទិកពេកហើយចឹងដាក់ពណ៌ pink បែបនេះដើម្បីឲ្យអារម្មណ៍របស់យីរ៉ាំងរៀងរ៉ូមែនទិកបន្តិចតែតែការពិតទៅយីរ៉ាំងមានអារម្មណ៍ថាបន្ទប់គឺគួរឲ្យខ្លាចខ្លាំងមែនទែនហើយចឹងខណៈពេលដែលយីរ៉ាំងកំពុងតែខ្លាចរអានឹងបន្ទប់របស់ខ្លួនឯងនោះយើងក៏បានឃើញថាកាំងយូសុបក៏បានមកដល់ផ្ទះរបស់យីរ៉ាំងដូចគ្នាកាំងយូសុបគឺគាត់បានសម្លឹងទៅបន្ទប់ដែលមានបង្អួចពណ៌កាឈូហើយគាត់ក៏បានអស់សំណើចដោយសារតែយីរ៉ាំងគឺគាត់បានបំពេញអាស័យដ្ឋាននៅក្នុង CV ផ្សេងប៉ុន្តែបែរជាមកស្នាក់នៅកន្លែងផ្សេងទៀតចឹងគាត់បែរជាមានអារម្មណ៍ថាអស់សំណើចខ្លាំងមែនទែនដោយសារតែយីរ៉ាំងគឺពិតជាដូចគាត់ហើយបើតាមអេមីនគិតមើលទៅកាំងយូសុបនេះគឺគួរតែមានតារានិករជេមីណៃលក្ខណៈថាប៉ិនសម្ដែងគ្មានអ្នកណាគេដឹងថាចរិតពិតរបស់គាត់បែបណាទេសូម្បីតែលួចតាមដានគេស្ងាត់ៗហ្នឹងក៏គាត់អាចធ្វើបានដែរគ្រាន់ថាជេមីណៃគឺមិនមែនអាក្រក់ទាំងអស់ទេតែអេមីនគាត់តែគិតថាតារានិករហ្នឹងគឺប្រកែកបោកគេខ្លាំងមែនទែនអញ្ចឹងបន្តទៀតការប្រជុំដ៏សំខាន់មួយជាមួយនឹងមហាសេដ្ឋីប្រេងក៏បានកើតឡើងប៉ុន្តែការប្រជុំនេះគឺត្រូវធ្វើតាមវីដេអូទេអញ្ចឹងនៅពេលនោះគឺគ្រប់គ្នាកំពុងតែរងចាំលទ្ធផលថាតើមហាសេដ្ឋីប្រេងនឹងព្រមចុះកងត្រាជាមួយនឹងពួកគាត់ដែរឬក៏អត់ហើយដោយសារតែគម្រោងរេស្នាមកលោកមហាសេដ្ឋីប្រេងនឹងគឺមិនមែនតិចទេលក្ខណៈថាប្រទេសចិនក៏គេស្នើមកដែរហើយគម្រោងរបស់គេគឺថារលូនខ្លាំងមែនទែនសូម្បីតែរយៈពេលដែលសាងសង់ក៏តិចទៀតអញ្ចឹងគាត់គឺត្រូវការឲ្យប្រទេសកូរ៉េបង្ហាញគាត់ថារយៈពេលសាងសង់គឺតិចជាងប្រទេសចិនហើយដែលសំខាន់ទៀតបច្ចេកវិទ្យាគឺសិតតែទំនើបហើយនឹងអាចទទួលយកបានបែបនោះទៅជាអ្វីដែលគាត់ចង់បានហើយអញ្ចឹងការយល់សុបគឺចាប់ដើមជ្រួញចិញ្ចាំទៀតហើយគម្រោងគាត់គឺគាត់គិតថាក្នុងរយៈពេល3ឆ្នាំអាចធ្វើហើយប៉ុន្តែបើសិនជាចង់ឲ្យគាត់ពលឿនបែបនេះទៀតគឺគាត់ត្រូវទៅរកក្រុមហ៊ុនផ្សេងទៀតមកជួយគាត់ហើយគាត់ក៏ឲ្យយីរ៉ាំងធ្វើជាអ្នកចាត់ចែងដើម្បីស្វែងរកក្រុមហ៊ុនដែលមកសហការជាមួយនឹងគ្នាដែរហើយនៅពេលដែលកាំងយល់សុបឃើញនោះគាត់ក៏បាននិយាយថារៀបចំការណាត់ជួបទៅគាត់គឺមិនអាចវិជាពេលយូរជាងនេះទេហើយយើងយីរ៉ាំងគឺជាអ្នកធ្វើការរហ័សខ្លាំងតែម្ដងគាត់ដែលនិយាយថាជួបយីរ៉ាំងក៏បានរៀបចំការជួបគ្នាមួយពិតមែនប៉ុន្តែការជួបគ្នានេះគឺមិនមែនមានតែគាត់ជាមួយនឹងកាំងយូសុបទេសូម្បីតែគូហូក៏ត្រូវបានចូលរួមដែរដោយសារតែគូហូគឺជំនួសឲ្យមូលនិធិជេគាត់គឺត្រូវចូលរួមគ្រប់កម្មវិធីតែម្ដងហើយនៅក្នុងគណៈពេលដែលរងចាំនឹងគឺឃើញថាយីរ៉ាំងហើយនឹងគូហូខំគ្នាមិនដាក់មាត់ទេគ្រាន់ថាពួកគាត់គឺព្យាយាមប្រើប្រាស់សម្ដីដែលមើលទៅដូចជាថាពួកគាត់បានឆ្លោះគ្នាហើយនៅពេលនោះមនុស្សសំខាន់ក៏បានដើរចូលមកមើលតែការស្លៀកពាក់របស់គាត់ទៅគឺដឹងថាគាត់មិនមែនជាជនជាតិកូរ៉េហើយដោយសារតែគាត់គឺជាក្រុមហ៊ុនមកពីក្រៅប្រទេសទេហើយការពិតទៅគូហូព្យាយាមជំទាស់ការជួបនឹងខ្លាំងមែនទែនដោយសារតែគាត់គឺអត់ចង់ឲ្យក្រុមហ៊ុនផ្សេងមកពាក់ព័ន្ធប៉ុន្តែយីរ៉ាំងគឺនៅតែជំនះថាត្រូវតែជួបគ្នាឲ្យបានជាងគូហូគឺមកជួបទាំងមិនពេញចិត្តទេប៉ុន្តែនៅពេលដែលឃើញម្ចាស់ក្រុមហ៊ុននឹងគឺធ្វើឲ្យគូហូគាត់ព្រុសកាហ្វេចេញមកតែម្ដងដោយសារតែមើលពីជ្រុងណាក៏ជាជែមដែរពីលើក្បាលដល់ជុំគឺនៅតែជែមមើលពីក្រោយក៏ជែមទៀតនោះហើយគឺជាមូលហេតុដែលយីរ៉ាំងនៅតែចេះចង់ឲ្យជួបគ្នាបែបហ្នឹងហើយចឹងម្ចាស់ក្រុមហ៊ុននេះគឺអាងថាខ្លួនឯងអត់ចេះនិយាយភាសាកូរ៉េទេហើយគាត់គឺចេះតិចតួចតែប៉ុណ្ណោះប៉ុន្តែគាត់បែរជាអាចចរចាជាមួយនឹងកាំងយូសុបបានដោយមិនបាច់មានអ្នកបកប្រែទេលក្ខណៈថានិយាយបៃឡាំទៅហើយនៅពេលនោះគឺម្ចាស់ក្រុមហ៊ុនខាងគុតគង់គ្រឿងអគ្គិសនីនេះគឺអត់និយាយច្រើនទេគាត់ត្រូវការប្រាក់ចំនួន$15 លានលក្ខណៈថាឲ្យគាត់មុនបានគាត់ធ្វើការឲ្យចឹងមកដល់ភ្លាមគឺហាមាត់និយាយពីរឿងលុយដែលកាំងយូសុបគឺគាត់កំពុងតែគិតពីចំនួនលុយថាគាត់អាចរកប្រាក់នឹងបានទាន់ដែរឬក៏អត់ប៉ុន្តែដោយសារតែគេនិយាយឲ្យថាបើអត់បានប្រាក់ទេគឺគេមិនព្រមធ្វើការអីទាំងអស់ចឹងកាំងយូសុបនៅពេលនេះកំពុងតែខលទៅគ្រប់ច្រកតែម្ដងដើម្បីស្វែងរកប្រាក់គ្រាន់ថាខលទៅខាងរដ្ឋហើយរដ្ឋក៏បាននិយាយថាវាត្រូវចំណាយពេលមួយខែដែលមួយខែហ្នឹងគឺច្បាស់ជាអាចរងចាំបានទេហើយខាងគូហូគាត់ក៏បានតាក់ទងទៅមូលនិធិដែរដែលលោកតាគាត់ក៏បាននិយាយថាអត់អីទេចាំគាត់រកប្រាក់ឲ្យចឹងកាំងយូសុបនៅពេលនោះគាត់ញញឹមតិចប៉ុន្តែក្នុងចិត្តរបស់គាត់គឺគាត់ពិតជាមានអារម្មណ៍ថាគូហូរំខានគាត់ខ្លាំងមែនទែនមិនដឹងថាសារតែមូលហេតុអីទេឃើញមកគូហូពេលណាគាត់ក៏មានអារម្មណ៍ថាទៅចិត្តពេលហ្នឹងហើយយីរ៉ាំងដោយសារតែឃើញថាគូហូមកលុកលុយជាមួយនឹងផែនការរបស់គាត់ខ្លាំងពេកជ្រាបពេលនោះគាត់ក៏បានជួបជាមួយនឹងគូហូតែ2នាក់គាត់ក៏បានស្រែកដាក់គូហូថាមិនបានគូហូធ្វើអញ្ចឹងដាក់គាត់ខំរៀបផែនការមួយទាំងមូលហើយអីបានជាគូហូមកលុកដែរគាត់កំពុងតែធ្វើឲ្យកាំងយូសុបគាត់រលំរលាយហើយអីបានជាគូហូប្រងរលុយមកជួយគាត់ទៀតប៉ុន្តែគូហូគាត់ក៏បាននិយាយថាគាត់ធ្វើអញ្ចឹងមិនដើម្បីកាំងយូសុបណាយើងគួរតែធ្វើបាបតែកាំងយូសុបបានហើយបុគ្គលិកផ្សេងទៀតគឺគាត់អត់ដឹងអីទេមិនបានយើងចាំបាច់ធ្វើបាបគាត់ដល់ថ្នាក់ហ្នឹងហើយយីរ៉ាំងដោយសារតែគាត់ឈឺចិត្តខ្លាំងពេកគាត់ក៏បានស្រែកដាក់គូហូថាគូហូប្រហែលជាដែរយល់ពីការឈឺចាប់របស់គាត់ទេដែរយល់អត់អារម្មណ៍ដែលគេលក់ហើយអារម្មណ៍ហ្នឹងគឺដើរតាមគាត់គ្រប់ពេលវេលាតែម្ដងដែលសំខាន់ទៀតនៅពេលដែលគាត់ចាប់ខ្លួនគូហូគឺកំពុងតែលេងនៅសួនកំសាន្តយ៉ាងសប្បាយចិត្តហើយគាត់ទេជាអ្នកដែលឈឺចាំមិនបានគូហូមិនគិតដល់ការឈឺចាប់របស់គាត់ខ្លះហើយក៏មិនដែលសួរគាត់ដែរថាឈឺចាប់បែបណា
ប៉ុន្តែគូហូបែរជានិយាយថាហ្នឹងហើយចេះយល់ពីការឈឺចាប់របស់គាត់អត់គាត់អត់មានឪពុកទេហើយគាត់រស់នៅបែបហ្នឹងមករហូតហើយដឹងថាគាត់ឈឺចាប់ប៉ុណ្ណាអត់ហើយអញ្ចឹងបើសិនជាចង់សុខស្រួលគឺមិនបាច់មករវល់ជាមួយរឿងគាត់ទេគាត់ដឹងថាគាត់គួរចាត់ចែងបែបណាហើយទៅគាត់ជួបគ្នាទាំងសរសៃកខ្លាំងតែម្ដងហើយបន្តមកទៀតគូហូក៏បានដើរចេញទៅដោយសារតែគាត់គឺមិនស្ថិតនៅក្នុងអារម្មណ៍និយាយជាមួយនឹងយីរ៉ាំងទេហើយចឹងដោយសារតែប្រាក់របស់គូហូនៅពេលនេះគឺកាំងយូសុបអាចណាត់ជួបជាមួយនឹងចែម្ដងទៀតហើយការណាត់ជួបនេះគឺឃើញថារលូនខ្លាំងមែនទែនដោយសារតែមើលទៅគឺប្រាក់គឺនឹងដល់ដៃរបស់គាត់ហើយប៉ុន្តែកាំងយូសុបគឺមិនបានធ្វើឲ្យគាត់សប្បាយចិត្តត្រឹមតែប៉ុណ្្នឹងទេកាំងយូសុបក៏បានប្រាប់គាត់ថានៅមានកាដូថែមមួយទៀតចឹងនៅពេលនោះទាំងយីរ៉ាំងគូហូហើយនឹងចែមគឺត្រូវបាននាំទៅបន្ទប់មួយនៅក្នុងនោះគឺបានរៀបចំនៅក្តារអុកមួយឈុតដែលគាត់ទៅបានឃើញភ្លាមគឺថាយីរ៉ាំងញ័រខ្លួនទៅត្រូវតែម្ដងហើយនៅពេលនោះកាំងយូសុបក៏បាននិយាយថាគាត់ចូលចិត្តលេងអុកហើយគាត់ចង់សួរខ្លាំងមែនទែនថាទឹក3នាក់ហ្នឹងមានអាណាចាប់អារម្មណ៍លេងជាមួយនឹងគាត់ដែរអត់ជាពិសេសគឺអារម្មណ៍នឹងតែម្ដងហើយចឹងយីរ៉ាំងគាត់ទៅឃើញក្តារអុកនឹងគឺថាញ័រដៃញ័រជើងហើយប៉ុន្តែគាត់ត្រូវបង្ខំចិត្តទៅអង្គុយលេងហើយចែនៅពេលនោះគឺគាត់មានការពិបាកចិត្តខ្លាំងគាត់ដឹងពីអារម្មណ៍របស់យីរ៉ាំងចំណែកឯកាំងយូសុបបែរជាមានអារម្មណ៍ថាសប្បាយចិត្តកាំងយូសុបគាត់ក៏បាននិយាយទាំងញញឹមថាមិនបានចាំបាច់ញ័រដៃខ្លាំងម៉េចរឿងនឹងកើតឡើងតាំងពីតូចហើយនៅអត់ទាន់ភ្លេចទៀតមែនហើយគាត់ក៏មិនភ្លេចហៅឈ្មោះយន់យីរ៉ាំងពិតប្រាកដដែរដែលធ្វើឲ្យយីរ៉ាំងគឺគាត់កាំងហើយគាត់ក៏បានសួរទាំងញ័រមកថាដឹងហើយមែនថាគាត់ជានរណាគេហើយចឹងនៅពេលនោះគឺឃើញថាកាំងយូសុបគាត់ឡើងសប្បាយចិត្តហើយទាំងចែមហើយនឹងគូហូគឺគិតថាខ្លួនឯងកំពុងតែមានគ្រោះថ្នាក់ហើយប៉ុន្តែគាត់ចាំប្រយ័ត្នប្រយែងយីរ៉ាំងខ្លាំងមែនទែនដោយសារតែយីរ៉ាំងគឺនៅចិត្តកាំងយូសុបខ្លាំងគាត់ថាក្រោយមកក៏ឃើញថាពួកគាត់ជួយខ្លួនឯងបានដែរដោយសារតែកាំងយូសុបគឺគាត់បានរៀបចំគ្នាក្នុងរបស់គាត់រួចហើយនៅពេលនោះគឺមានបរិះពាក់ឈុតខ្មៅចូលមកហើយក៏មានកំភ្លើងគ្រប់ដៃទៀតហើយសំណួរសួរថាហេតុបានជាកាំងយូសុបដឹងការពិតគ្រប់យ៉ាងក៏ពិតទៅគឺគាត់ចាប់អារម្មណ៍តាំងពីគាត់បានជួបចែមខ្លាំងម៉េចហើយដែលសំខាន់ទៀតថ្ងៃមុនដែលយីរ៉ាំងហើយនឹងគូហូបានឆ្លុះគ្នានឹងគឺគាត់ស្ដាប់ឮគ្រប់យ៉ាងនៅពេលនោះហើយដែលគាត់ដឹងថាការពិតសត្រូវនៅចិត្តគាត់ខ្លាំងមែនទែនប៉ុន្តែគាត់ក៏មានការអស់សំណើចជាខ្លាំងដោយសារតែយីរ៉ាំងគឺអត់ចេះប្រយ័ត្នខ្លួនគាត់គឺបានដឹងពីផែនការគ្រប់យ៉ាងហើយកន្ទុយគឺលេចនៅកណ្ដាលវាហើយលើកនេះគឺគាត់នឹងផ្ដល់បទពិសោធន៍ឲ្យយីរ៉ាំងដើម្បីឲ្យយីរ៉ាំងដឹងថាការដែលមកលេងជាមួយនឹងគាត់នឹងគឺជារឿងដែលខុសខ្លាំងមែនទែនហើយអញ្ចឹងបន្តមកទៀតទាំង3នាក់ហ្នឹងគឺត្រូវបានចាប់ឲ្យទៅលុតជង្គង់នៅពីមុខកាំងយូសុបលក្ខណៈថាការដែលយើងមកលេងជាមួយនឹងអ្នកធំហើយត្រូវបានគេចាប់បានចំណុចបញ្ចប់គឺមានតែការលុតជង្គង់សុំទោសនឹងហើយបន្តមកទៀតក៏ចាប់ផ្ដើមនិយាយចាក់ដល់ក្រុមរបស់យីរ៉ាំងដោយគាត់និយាយថាដល់ថ្នាក់មនុស្ស3នាក់ព្រួតគ្នាហើយនៅធ្វើបាបគាត់ឲ្យបានហើយបន្តមកទៀតគាត់ក៏បានដើរទៅពីមុខគូហូហើយគាត់ក៏បាននិយាយថានៅចាំអត់ថ្ងៃនោះគឺគាត់បានដើរទៅរកគូហូហើយគាត់បានប្រាប់គូហូថាគាត់អាចឲ្យគូហូចូលទៅរៀននៅសាកលវិទ្យាល័យក៏បានអនុវិទ្យាល័យក៏បានហើយគូហូចង់បានអីក៏គាត់អាចរកបានបើសិនចង់ទៅលេងសួនកំសាន្តទៀតក៏គាត់អាចនាំទៅបានដូចគ្នាក៏ព្រមហុចដៃទៅឲ្យកាំងយូសុបដែលកាំងយូសុបគាត់ក៏បានបន្ទោសគូហូទៅវិញថាការដែលព្រមហុចដៃឲ្យគាត់នឹងហើយគឺមានន័យថាគូហូជាអ្នកសម្លាប់ឪពុករបស់ខ្លួនឯងហើយបែរជាធ្វើឲ្យកាំងយូសុបនឹងអាចទទួលបានប្រាក់យ៉ាងច្រើនហើយចឹងគ្រប់យ៉ាងគឺគាត់ចង់បន្ទោសថាមកពីគូហូទេបើថ្ងៃនោះគូហូអត់ព្រមហុចដៃឲ្យគាត់គ្រប់យ៉ាងក៏អត់កើតឡើងដែរហើយនៅពេលនោះយីរ៉ាំងក៏បានស្រែកប្រាប់គូហូដែរថាកុំឲ្យស្ដាប់សំឡេងរបស់កាំងយូសុបគាត់ថាកាំងយូសុបគឺអត់ចោះត្រឹងនឹងទេគឺគាត់និយាយបញ្ជូគូហូរហូតដល់គូហូខឹងគូហូគឺសឹងតែស៊ូទៅវាយកាំងយូសុបហើយប៉ុន្តែគ្នារបស់កាំងយូសុបគឺចាប់គូហូជាប់នៅពេលនោះគឺគាត់បានឆក់យកកំភ្លើងមកកាន់នៅក្នុងដៃហើយបន្តមកទៀតគាត់ក៏បានតម្រង់ទៅរកកាំងយូសុបដែលកាំងយូសុបបែរជាអត់មានអារម្មណ៍ថាខ្លាចអីទៅតែសោះខណៈពេលដែលយីរ៉ាំងគឺស្រែកប្រាប់គូហូថាកុំឲ្យធ្វើអីសោះដោយសារតែគូហូគឺអាចជាប់ទោសពីបទសម្លាប់នោះបានប៉ុន្តែការពិតទៅគឺគាត់ដឹងថាគូហូជាមនុស្សដែលមានចិត្តទន់ខ្លាំងមែនទែនគឺគាត់អត់ហ៊ានសម្លាប់មនុស្សទេហើយកាំងយូសុបគាត់ថែមទាំងនិយាយថែមទៀតថាបើហ៊ានតែសម្លាប់គាត់ទេទាំងពីរនាក់ហ្នឹងក៏ស្លាប់ដែរទាំងគូហូនៅពេលនោះគឺងាកទៅមើលយីរ៉ាំងហើយនឹងចែមតែម្ដងតែបើថាគាត់ចង់សម្លាប់កាំងយូសុបខ្លាំងប៉ុន្តែគាត់ក៏មិនអាចឲ្យចែមនឹងយីរ៉ាំងស្លាប់ដែរហើយព្រោះតែដឹងថាគូហូគឺមិនអាចសម្លាប់គាត់ទេចឹងកាំងយូសុបក៏បានដើរទៅយកកំភ្លើងពីដៃរបស់គូហូហើយអត់ចាំយូរទេកាំងយូសុបក៏បានទាញកំភ្លើងនឹងបាញ់សម្ដៅទៅគូហូដែលធ្វើឲ្យគូហូគឺសូនជើងដួលនៅនឹងកន្លែងតែម្ដងហើយយីរ៉ាំងនៅពេលនោះគឺបាត់សតិគាត់គឺបានស្រែកជេរកាំងយូសុបអត់ដាក់មាត់ដែលការជេររបស់គាត់នឹងគឺពោពេញដោយភាពឈឺចាំធ្វើឲ្យកាំងយូសុបកាន់តែសប្បាយចិត្តថែមទៀតហើយយីរ៉ាំងក៏បានស្រែកថាគាត់នឹងសម្លាប់កាំងយូសុបឲ្យបានដែលកាំងយូសុបនៅពេលនោះក៏បានដើរទៅរកយីរ៉ាំងហើយគាត់ថែមទាំងបោយសក់យីរ៉ាំងទៀតដែលមនុស្សប្រុសបែបនេះគឺជាមនុស្សប្រុសដែលអន់ខ្លាំងមែនទែនធ្វើបាបស្ត្រីភេទហើយគាត់នៅឆ្លៀននិយាយទៀតថារូបភាពនេះហើយគឺជារូបភាពដែលគាត់ចង់បានយីរ៉ាំងកំពុងតែចាញ់គាត់ហើយក៏កំពុងតែលុតជង្គង់នៅចំពោះមុខគាត់ដែរចឹងយីរ៉ាំងនៅពេលនោះគឺថាគាត់ឈឺចាប់ខ្លាំងមែនទែនទឹកភ្នែកស្រក់ម៉ាត់តែម្ដងគូហូនៅពេលនេះគឺច្បាស់ជាអត់រួចខ្លួនទេហើយចេនគាត់ក៏បានស្រែកដែរថាហៅឡានពេទ្យឲ្យគាត់ប៉ុន្តែកាំងយូសុបក៏បាននិយាយថាបើសិនជាគាត់ចង់រស់ទាំង3នាក់ហ្នឹងគឺត្រូវតែស្លាប់បើសិនជាគាត់ទុកឲ្យទាំង3នាក់ហ្នឹងដើរចេញទៅក្រៅគាត់គឺជាអ្នកដែលមានបញ្ហាច្រើនជាងហើយនៅខណៈពេលនោះគឺឃើញថាទាំង3នាក់ហ្នឹងអត់រួចខ្លួនទេ
ប៉ុន្តែក៏ចាយដនខ្លាំងមែនតែដែរទូសាររបស់កាំងយូស៊ុបបានរស់ហើយក៏ឃើញថាមហាសេដ្ឋីព្រៃនឹងគឺចង់ចូលមកជួបជាមួយនឹងគាត់ភ្លាមតែម្ដងចឹងកាំងយូស៊ុបគឺអត់មានជំរឿសទេគាត់ក៏បានប្រាប់ឲ្យគ្នារបស់គាត់នឹងចាប់ទាំង3នាក់នឹងទៅហើយគាត់គឺត្រូវតែចេញទៅជួបជាមួយនឹងភ្ញៀវសំខាន់សិននៅពេលដែលគាត់រួចការនេះហើយចាំគាត់មកសម្រាប់ទាំង3នាក់នឹងវិញយីរ៉ាំងនៅពេលដែលឃើញកាំងយូស៊ុបដើរចេញទៅដល់អត់មានហៅឡានពេទ្យឲ្យគាត់នឹងគឺយីរ៉ាំងគាត់ខឹងខ្លាំងមែនទែនគាត់ស្រែកទាំងទឹកភ្នែកលើកនេះគឺថាគាត់មិនទាន់ចង់ជួយគូហូខ្លាំងប៉ុន្តែភាពអត់ចិត្តរបស់កាំងយូស៊ុបគឺធ្វើឲ្យគាត់ខឹងយកតែមែនទែនខណៈពេលដែលយីរ៉ាំងហើយនឹងចែមនឹងក៏បានរត់ទៅរកគូហូនៅពេលនេះគឺថាឈាមពេញមាត់តែម្ដងគាត់គឺត្រូវមួយគ្រាប់ចំបេះដូងរបស់គាត់ហើយក៏ឃើញថាគ្មានសង្ឃឹមដែរចឹងគាត់ក៏បានប្រាប់ថាគាត់សប្បាយចិត្តខ្លាំងមែនទែនដែលនៅពេលចុងក្រោយរបស់គាត់គឺមានយីរ៉ាំងហើយនឹងចែមហើយគាត់បានឃើញពីរនាក់ហ្នឹងក៏គាត់អស់ចិត្តដែរហើយចឹងបន្តមកទៀតកាំងយូស៊ុបក៏បានទៅជួបជាមួយនឹងលោកលេខារបស់លោករដ្ឋមន្ត្រីដែលនៅពេលនោះក៏បានសួរពីមុខរបស់កាំងយូស៊ុបដែរដោយសារតែនៅលើមុខរបស់កាំងយូស៊ុបគឺមានស្នាមឈាមចឹងកាំងយូស៊ុបក៏បានឲ្យហេតុផលថាប្រហែលជាសារតែពេលគាត់កោពុកមាត់គឺមានឈាមជ្រាបចេញមកហើយគាត់ដឹងខ្លួនចឹងនៅពេលនោះគាត់ក៏ធ្វើជាជូតមុខរបស់គាត់ប៉ុន្តែស្នាមឈាមគឺបាត់ទៅណាទេវានៅតែនៅជាប់នឹងថ្ពាល់របស់គាត់តែម្ដងតែក្រោយមកទៀតវត្តមានរបស់មហាសេដ្ឋីព្រេងក៏ធ្វើឲ្យគាត់ឈប់ចាប់អារម្មណ៍ໄວគ្រប់យ៉ាងហើយមហាសេដ្ឋីព្រេងនឹងក៏បាននិយាយដែរថាគាត់ចង់ឲ្យកាំងយូស៊ុបជួបជាមួយនឹងសង្សារស្រីរបស់គាត់ខ្លាំងមែនទែនចឹងនៅពេលដែលសង្សារស្រីរបស់គាត់បានបើកមុខចេញមកយើងក៏បានឃើញថាអ្នកនេះគឺជាយីរ៉ាំងទាំងសាច់ទាំងឈាមតែម្ដងដែលធ្វើឲ្យកាំងយូស៊ុបគឺបើកភ្នែកធំដោយសារតែគាត់ចាំបានថាយីរ៉ាំងគឺត្រូវបានគាត់ចាប់បានហើយចុះនៅចំពោះមុខគាត់នេះគឺជានរណាគេហើយយីរ៉ាំងនៅពេលនោះគឺថាដើរមករកគាត់ទាំងញញឹមតែម្ដងហើយក៏បានសួរថាមានអារម្មណ៍មិនដែរនៅពេលដែលត្រូវបានគេធ្វើដាក់បែបហ្នឹងវិញចង់ដឹងថាឈឺចាប់ដែរឬក៏អត់ទេហើយកាំងយូស៊ុបដឹងថាខ្លួនឯងកំពុងតែជាប់អន្ទាក់គេហើយគាត់ក៏បានមើលទៅមុខមហាសេដ្ឋីព្រេងហើយក៏ឃើញថាអ្នកនេះគឺជាចែមសុតសាចឹងមិនមែនតែគាត់ទេពួកយើងគ្រប់គ្នាគឺសិតតែចាញ់ល្បិចរបស់យីរ៉ាំងទាំងអស់ហើយនៅពេលនេះគឺមាននឹងមកប្រាប់អ្នកទាំងអស់គ្នាថាល្បិចរបស់គាត់គឺចាប់ផ្ដើមពីពេលណាចឹងចង់បញ្ជាក់ថានៅពេលដែលគូហូចាក់ចេញទៅយីរ៉ាំងគឺបានធ្វើពុតជាសម្រក់ទឹកភ្នែកទៅសុំទោសគូហូហើយមនុស្សគូហូនឹងគឺចិត្តទុំស្រាប់ខ្លាំងតែម្ដងគាត់ទៅឃើញយីរ៉ាំងស្រក់ទឹកភ្នែកគាត់ក៏ព្រមបញ្ចប់រឿងគ្រប់យ៉ាងដោយត្រូវគ្នាជាមួយនឹងយីរ៉ាំងវិញហើយបន្តមកទៀតពួកគាត់ក៏ចាប់ផ្ដើមរៀបចំផែនការជាមួយនឹងគ្នាចឹងការដែលគូហូទៅធ្វើជា manager នៅក្នុងផ្ទះជួលនោះគឺដោយសារតែពួកគាត់ពិតជាដឹងថាម្ចាស់មូលនិធិជ័យគឺបានស្នាក់នៅក្នុងនឹងដែរហើយចំណែកឯមនុស្សដែលកាំងយូស៊ុបបានជួលទៅនឹងគឺថាបានស្លាប់អស់ហើយដោយសារតែមនុស្សរបស់ជេបនឹងគឺបានចូលទៅដាក់ផ្សែងពុលដល់គាត់ហើយបន្តមកទៀតពួកគាត់ក៏បានបន្លំខ្លួនធ្វើជាមនុស្សរបស់កាំងយូស៊ុបទៅហើយការដែលគូហូត្រូវបានបាញ់មួយគ្រាប់ហើយចេញឈាមតាមមាត់ច្រើននឹងគឺដោយសារតែចែមនៅពេលដែលរត់ទៅរកគូហូគឺគាត់ព្យាយាមចាក់ឈាមចូលទៅក្នុងមាត់របស់គូហូខ្លាំងមែនទែនចំណែកឯវីដេអូខលដែលគាត់បាននិយាយគ្នាជាមួយនឹងមហាសេដ្ឋីព្រៃនឹងក៏ពិតគឺសិតតែជាចែមទាំងអស់លក្ខណៈថាលួចផ្លាស់ប្ដូរមុខមាត់តិចតួចហើយក៏លួចកែសំឡេងតិចតួចគ្រប់យ៉ាងគឺត្រូវអរគុណដល់ AI ហើយចម្ងល់គឺត្រូវសួរបន្តទៀតថាហើយបានជាពួកគាត់អាចឲ្យរដ្ឋមន្ត្រីចូលមកជួយគាត់បានចឹងគឺយើងចាប់ផ្ដើមពីលោកលេខារបស់លោករដ្ឋមន្ត្រីទៅចឹងទាំងអស់គ្នាចាំហើយចែមគឺមានស្នេហាជាមួយនឹងម្ចាស់ហាងស្រីកាហ្វេប៉ុន្តែម្ចាស់ហាងស្រីកាហ្វេហ្នឹងក៏ទៅមានស្នេហាជាមួយនឹងប្រុសក្មេងផ្សេងមួយទៀតដែលប្រុសក្មេងម្នាក់នេះហើយគឺជាលោកលេខានឹងតែម្ដងនៅពេលដែលត្រូវចាប់បានពួកគាត់ក៏បានចូលទៅគំរាមលោកលេខាហើយគ្រប់គ្នាក៏ប្រហែលជាឆ្ងល់ហើយថាមិនក៏ចាយដនខ្លាំងម្ល៉េះក៏ពិតទៅគឺដោយសារតែពួកគាត់គឺបានត្រៀមផែនការគ្រប់យ៉ាងចែងគឺបានចូលទៅរកម្ចាស់ហាងស្រីស្អាតនឹងដោយសារតែដឹងថាគាត់មានទំនាក់ទំនងជាមួយលោកលេខាហើយនៅពេលថតបានចែងក៏បានយករូបថតនឹងទៅគម្រាមលោកលេខាដោយសារតែលោកលេខានឹងគឺគាត់បានរៀបការជាមួយនឹងកូនអ្នកនយោបាយល្បីកាលណាតែបានឃើញរូបថតបែបហ្នឹងគឺជឿថាលោកលេខានឹងគឺដឹងតែត្រូវចប់តែម្ដងចឹងដោយសារតែបែបនេះហើយលោកលេខាក៏ត្រូវបានគម្រាមឲ្យធ្វើតាមគេគ្រប់យ៉ាងហើយការដែលមានសមាជិកភាពលោករដ្ឋមន្ត្រីចូលរួមនឹងគឺដោយសារតែការពិតទៅលោករដ្ឋមន្ត្រីនឹងគឺអត់ដឹងអីទាំងអស់ក៏គឺស្មានតែលោកលេខារបស់គាត់បានរៀបចំជំនួបឯកជនមួយដែលមានក្រុមអង្គការចូលរួមចឹងគាត់ក៏ចេះតែមកដែរទៅគណៈពេលដែលកូនប្រុសអ្នកមានដែលបានចូលរួមក្នុងនឹងគឺដោយសារតែគាត់ធ្លាប់ស្គាល់គ្នាជាមួយនឹងយីរ៉ាំងចឹងគ្រប់យ៉ាងគឺថារៀបចំឡើង perfect តែម្ដងហើយការដែលលោកតាព្រមជួយគូហូភ្លាមនឹងគឺដោយសារតែការពិតទៅលោកតាក៏ស្គាល់យីរ៉ាំងដូចគ្នាដែលគូហូនៅពេលនោះគឺគាត់អត់ដឹងទេថាយីរ៉ាំងគឺមានទំនាក់ទំនងគ្នាជាមួយលោកតាការដែលគាត់ចូលទៅជួយនឹងគឺជារឿងពិតទាំងអស់ប៉ុន្តែចង់បញ្ជាក់ថាគាត់នឹងក៏ត្រូវបានយីរ៉ាំងបោកប្រាស់ដូចគ្នាដែរហើយនៅពេលនោះហើយដែលយីរ៉ាំងគាត់បាននិយាយទាំងញញឹមដាក់ខាងយូស៊ុបថាត្បិតថាពួកគាត់នឹងគឺមិនមែនឈាមតែមួយប៉ុន្តែពួកគាត់គឺមានការស្មោះត្រង់ជាមួយនឹងគ្នាហើយគាត់ជឿថាខាងយូស៊ុបគឺមិនដែលមាននរណាអាចស្មោះត្រង់ជាមួយនឹងខាងយូស៊ុបបានទេទោះជាស្លាប់ហើយកើតម្ដងទៀតនឹងក៏ខាងយូស៊ុបមិនអាចរកអារម្មណ៍បែបនឹងបានដែរហើយកាំងយូស៊ុបនៅពេលនោះគឺថាគាត់អកសើខ្លាំងតែម្ដងប៉ុន្តែគាត់អត់យំទេគាត់បែកជាសៅទៅវិញហើយយីរ៉ាំងនៅពេលនោះបានប្រាប់ថាគាត់សុំទោសប៉ុន្តែកាំងយូស៊ុបគឺគ្មានថ្ងៃខុសជាដាច់ខាតការដែលចាប់យីរ៉ាំងការដែលសម្លាប់ឪពុករបស់គូហូនិងការដែលធ្វើបាបចែងគឺគាត់មិនខ្ចីខុសអីទាំងអស់ដែលធ្វើឲ្យយីរ៉ាំងគឺគាត់គិតថាមនុស្សនេះគឺពិតជាមុខក្រាស់ខ្លាំងមែនទែនប៉ុន្តែយីរ៉ាំងក៏បាននិយាយទាំងញញឹមថាមកពីគាត់ដឹងថាកាំងយូស៊ុបអត់ព្រមសុំទោសនឹងហើយទៅគាត់គឺបានរៀបចំកាដូមួយឲ្យកាំងយូស៊ុបទៀតការដែលគាត់មកនិយាយតប៉ែពេលនេះគឺដោយសារតែគាត់ចង់អូបកលាយពេលទេ
ដោយសារតែកដោធំនឹងគឺចិត្តមកដល់ហើយយ៉ាងកដោធំនឹងគឺជាលោកប៉ូលីសនឹងតែម្ដងក៏ប៉ុន្តែលោកមេប៉ូលីសនឹងគឺថាគាត់នៅវិលវល់ជាមួយនឹងរឿងយីរ៉ាំងនឹងអត់បាត់ទេហើយនៅពេលនេះគឺស្រាប់តែមានមនុស្សម្នាក់បានឆាតទៅគាត់ដាក់ឲ្យវីដេអូឃ្លីបមួយដែលថតបាននៅពេលដែលកាងយូស៊ុបនឹងគឺនិយាយសារភាពគ្រប់យ៉ាងតែម្ដងហើយកាងយូស៊ុបនឹងគឺអត់ដឹងខ្លួនទេហើយអ្នកដែលផ្ញើវីដេអូទៅនឹងក៏បានផ្ញើទីតាំងឲ្យទៀតដែលគ្រប់យ៉ាងគឺជាការរៀបចំរបស់ក្រុមយីរ៉ាំងទាំងអស់លោកប៉ូលីសគាត់តែឃើញព្រាមនឹងគឺថាញ័រដៃទៅត្រូវតែម្ដងដោយសារតែគាត់គុំជាមួយរឿងនឹងមកយូរហើយចឹងគាត់ក៏បាននាំប៉ូលីសទៅព្រាមតែម្ដងហើយនៅពេលដែលប៉ូលីសទៅដល់នឹងគឺថាកាងយូស៊ុបគឺគាត់ឈោមើលដល់អត់មាននិយាយអីទាំងអស់តែក្រោយមកគាត់ក៏បាននិយាយថាមកចាប់គាត់អញ្ចឹងនឹងមានផាសតាំងដែរឬក៏អត់ចឹងនៅពេលនោះគឺលោកប៉ូលីសបានបង្ហាញពីវីដេអូដែលធ្វើឲ្យកាងយូស៊ុបគឺគាត់ញញឹមហើយគាត់ក៏បាននិយាយថាបើតាមគាត់គិតទៅរឿងហេតុហ្នឹងគឺកើតឡើងតាំងពីឆ្នាំ2000មកម្លេះមកដល់ពេលនេះរឿងហេតុហ្នឹងគឺវាហួសសុពលភាពហើយប៉ុន្តែគូហូគាត់ក៏បាននិយាយថាបើតែមើលទៅវាដូចហួសសុពលភាពពិតមែនប៉ុន្តែដោយសារតែកាងយូស៊ុបគឺបានចេញទៅរៀននៅបរទេសរយៈពេល2ឆ្នាំចឹងមានន័យថានៅសល់1ឆ្នាំទៀតទៅវាហួសសុពលភាពចឹងនៅពេលនោះហើយដែលធ្វើឲ្យកាងយូស៊ុបគាត់គិតថាយើងមកដល់ទីបញ្ចប់ហើយកាងយូស៊ុបគឺមិនអាចចប់ទៅទាំងបែបនេះទេគាត់ក៏បានដកកំភ្លើងពីក្នុងអាវរបស់គាត់ហើយក៏បានបាញ់ទៅលើយ៉ាងខ្លាំងហើយគោលដៅរបស់កាងយូស៊ុបគឺជាមនុស្ស3នាក់ដែលគាត់គិតថាគាត់ត្រូវតែសម្លាប់ឲ្យបានចឹងអត់ចាំយូរទេគាត់ក៏បានទាញកំភ្លើងបាញ់សម្ដៅទៅរយីរ៉ាំងបន្តមកទៀតគាត់ក៏បានបាញ់ចែមហើយបន្តមកទៀតគាត់ក៏បានបាញ់ទៅគូហូប៉ុន្តែឃើញថាទាំង3នាក់ហ្នឹងគឺអត់ស្លាប់តទៅសោះទៅនៅពេលនោះហើយដែលចែមនិយាយថាខំបាញ់ដល់ណាទៀតបើកំភ្លើងនឹងវាខ្លាំងទៅហើយមិនក៏ខំប្រឹងខ្លាំងម្លេះហើយនៅពេលនេះគឺឃើញថាកាងយូស៊ុបតយកតែមែនតែនហើយនៅពេលនេះបើសិនជាមិនរត់ទៀតគឺហៅថាជាមនុស្សឈួតចឹងកាងយូស៊ុបក៏បានរត់យ៉ាងលឿនតែម្ដងទៅរកឡានរបស់គាត់ហើយក៏បានបើកចេញទៅយ៉ាងលឿនខណៈពេលដែលប៉ូលីសក៏បានជិះឡានតាមគាត់ឈប់ដែរប៉ុន្តែបើកឡានបដៅគាត់ក៏មានអារម្មណ៍ថាយីរ៉ាំងកំពុងទៅជិះឡានជាមួយនឹងគាត់បដៅហើយដោយសារតែងាកទៅខាងណាក៏ឃើញយីរ៉ាំងគឺធ្វើឲ្យកាងយូស៊ុបគាត់កាន់តែបែកសតិកាន់តែខ្លាំងនៅពេលនោះគឺស្រាប់តែមានឡានធំមួយជិះមករកគាត់ហើយគាត់ក៏បាននិយាយថាបើសិនជាចង់ឲ្យគាត់ចោតត្រឹមនឹងគឺកុំសង្ឃឹមអីហើយគាត់គិតច្រើនទេគាត់ក៏បានជិះសម្រុកទៅរកឡានធំនឹងចឹងបន្តមកទៀតឡានរបស់កាងយូស៊ុបនឹងគឺត្រូវបានគេរកឃើញប៉ុន្តែកាងយូស៊ុបនឹងគឺគេរកអត់ឃើញទេមានន័យថាគាត់នឹងប្រហែលជាអាចមិនទាន់ស្លាប់ប៉ុន្តែគេក៏មិនដឹងថាគាត់នៅកន្លែងណាដែរដែលព័ត៌មាននោះគឺធ្វើឲ្យយីរ៉ាំងគាត់មើលទាំងទឹកមុខជ្រេញតែម្ដងហើយសារតែកាងយូស៊ុបនឹងគឺកំសាកដល់ទីបញ្ចប់តែខ្លួនឯងខុសហើយនឹងគឺអត់ព្រមសុំទោសទេឥឡូវនឹងគឺរត់គេចពីកំហុសរបស់ខ្លួនឯងទៀតប៉ុន្តែយីរ៉ាំងក៏ជឿថាកាងយូស៊ុបគឺទទួលបានមេរៀនខ្លះហើយគាត់ក៏មិនបានឈឺចាប់អីច្រើនដែរនៅពេលនេះគឺពួកគាត់កំពុងតែជួលកែវគ្នាយ៉ាងសប្បាយចិត្តហើយគ្រប់គ្នាគឺគិតថាការងាររបស់គាត់នៅពេលនេះគឺបានចប់ហើយប៉ុន្តែយីរ៉ាំងបាននិយាយថាអត់ចប់ទេហើយគាត់ក៏បានបង្ហាញសម្បត្តិមួយមានន័យថាការងាររបស់គាត់គឺកំពុងតែចាប់ផ្ដើមឡើងដែលគ្រប់គ្នានៅពេលនេះគឺអត់ទាន់ចង់ធ្វើការទេចង់សុំពេលសម្រាប់សិនគាត់ថាយីរ៉ាំងក៏បាននិយាយថាការងារលើកនេះគឺបានថ្លៃឈ្នួលគុណនឹង2គិតថាគ្រប់គ្នាចាប់អារម្មណ៍ដែរឬក៏អត់ទេចឹងគាត់បានលើថាថ្លៃឈ្នួលគុណនឹង2គ្រប់គ្នាក៏បានចូលកែវគ្នាផឹងតែម្ដងនៅពេលនោះគឺបានបញ្ជាក់ថាពួកគាត់គឺទំនេរខ្លាំងតែម្ដងយីរ៉ាំងចង់ហៅពេលណានឹងឃើញមុខពួកគាត់នៅពេលនោះភ្លាមចឹងយីរ៉ាំងនៅពេលនោះគឺថាញញឹមយ៉ាងសប្បាយចិត្តខណៈពេលដែលគ្រប់គ្នានឹងគាត់សប្បាយចិត្តដូចគ្នាពេលខ្លះពួកគាត់គឺកើតឡើងដើម្បីធ្វើបាបមនុស្សអាក្រក់បើសិនជាមនុស្សអាក្រក់ហ៊ានចូលមករកគាត់ឬក៏បង្ហាញខ្លួនគាត់ឃើញពួកគាត់នឹងចាប់បោកសម្អាតហើយបន្តមកទៀតពួកគាត់នឹងធ្វើការហាលសម្អាតឲ្យស្ងួតចាំមើលតើវានៅកខ្វក់ទៀតដែរឬក៏អត់ទេហើយអញ្ចឹងរឿងរាជនីបោកភាគទី12របស់ admin គឺបានបញ្ចប់ហើយអញ្ចឹងកុំភ្លេចជួយចុច like ចុច subscribe ហើយក៏ចូលមក comment នៅក្រោមវីដេអូរបស់ admin ផងចា៎មានតែសិនណាកុំនឹក admin ពេលលឿននៅបាយបាយ